អូណាប្រចាំព្រឹត្តិការណ៍របស់យើងស្រីសសុកសែនជ័យក្តីរំពឹង99.9 អរគុណណាស់លោកមេឃុំអ៊ុំជុនស្រេងមិញឯងឧបត្ថម្ភថវិកា$100ឲ្យខ្ញុំជាមួយលោកគ្រូបាទឥឡូវមកហើយទូកបាទរបស់លោកគ្រូលោកអ៊ំមកហើយស្រីសសុកសែនជ័យជើងទី1ទទួលបានជ័យជំនះបាទចំណែកឯជើងទី2បដូរទឹកខ្សែទឹកខាងក្រៅចំណែកឯបារមីឯកមានជ័យមកពីពីមញ្ញាអង្គអរិយខ្សាត់យ៉ាងម៉េចហើយបាទបើមើលទៅតាមការផ្សាយផ្ទាល់នេះវិញទស្សនវិជ្ជាចំណោះទូកសុភ័ណ្ឌភាពល្អឯកដូចគ្នាមិនទៅហើយលោកមេឃុំត្រេងលោកមេឃុំត្រេងដកដង្ហើមមួយបាទដកដង្ហើមមួយគាត់ថាគាត់អត់ភ័យទេបាទមិនអីតែគាត់សង្ឃឹមហ្នឹង99តែអត់ទេមើលលបឿនម៉ាស៊ីន3ចម្រាញ់រមួយណាបាទមិនសង្ឃឹមច្រើនទេ99.99ណាបាទឥឡូវយើងរងចាំមើលដែរការអ៊ំប៉ុណ្ណឹងល្អមែនតើស្រីសល្អឯងបាទស្រីសទុកឲ្យគេផងស្រីសអត់ទេតែឈ្នះហើយទៅហើយស្រីសទុកមុខឲ្យបារមីផងស្រីសបាទដាច់តែម្ដងបាទអ្នកឈ្នះគឺរីករាយអ្នកចាញ់បន្តវឹកហាត់តទៅទៀតកីឡាគឺអញ្ចឹងលឿនខ្ពស់អំណត់បាទឥឡូវយើងឃើញហើយបាទគឺស្រីសបាទសុកសែនជ័យនៅទទួលបានជ័យជំនះប៉ុន្តែកុំនិយាយណាបារមីឯកមានជ័យបើទោះបីយើងគាត់ចាញ់តែធរៈវេលាគាត់ល្អបាទតែលេងជាមួយទូកខ្លាំងនេះតាមកាត់074ស្រីសសុកសែនជ័យស្រីសបាទលោកវិគុំទៅក្បែរនេះញឹមហ្មងណាយ៉ាងម៉េចទៅហើយមហាអំពើវ័នជ្រុយរស័យមុខអំពូលខ្សែទឹកក្រៅពាក់ផ្លាកលេខ048បារមីឯកមានជ័យមកពីពីមតាឯកពីមញ្ញាថងអរិយខ្សាត់បាទចាំមើលខាងពីមញ្ញាអង្គអរិយខ្សាត់បាទលេងគ្នាហើយទុកចៅបាទខ្ញុំដឹងថាតិចទៀតហ្នឹងនៅក្នុងវេទិកានេះក្រោកឈរទាំងអស់ហើយបាទនិមន្តឈរតាមដានហើយបាទអង្គុយមិនអស់ចិត្តទេហើយចាំមើលបាទគឺត្រៀមនៅចលនាដង្ហើមផងព្រោះអីទូកនេះលឿនណាបាទដាក់មុនគេហ្មងស្រីសសុកសែនជ័យចំណាយរៀងមែនតើស្រីសនោះនៅស្រីជ្រួយស្តទៀតណាបាទលោកវិឃុំតទៀតណាតែអត់អីទេនៅតែលឿនដែរតែបាទជ័យជំនះគឺស្ថិតនៅពេលដែលមានទេពកោសល្យនិងបច្ចេកទេសបាទកីឡាតែតែមានឈ្នះនិងមានចាញ់បាទដូច្នេះអ្នកចាញ់នឹងបន្តវឹកហាត់បាទអ្នកឈ្នះក៏នៅតែប្រឹងប្រែងបាទចេញមកហើយខ្សែទឹកក្រៅគឺខ្ញុំបាទបានមើលឃើញថាខ្សែទឹកក្រៅដែលមានឯកដ្ឋានពណ៌លឿងល្អដល់ចុងចង្វាពណ៌សគឺខ្សែទឹកក្រៅពាក់ផ្លាកលេខ074ឯខ្សែទឹកក្នុងបារមីឯកមានជ័យដែលមានឯកដ្ឋានពណ៌ខៀវទឹកបិចលិចដោយចុងចង្វាពណ៌សបាទម៉ូទ័រខ្ញុំនេះគឺបាទបន្ថែមលបឿនគួរឲ្យកយគុណមែនទែនសម្រាប់ទូកខ្នាតវែងបារមីឯកមានជ័យក៏មិនធម្មតាដែរបារមីឯកមានជ័យដែលមានឯកដ្ឋានខៀវទឹកបិចលិចដោយចុងចង្វាពណ៌សល្អដោយមួកពណ៌ក្រហមនិងក្បាច់ក្បូរកេមទូកបាទប៉ិនគ្នាល្អណាស់បើយើងមើលតាមបាទសូមអធិស្ឋានក្នុងស្រីសខ្សែទឹកក្នុងស្រីសដែលមានឯកដ្ឋានខៀវទឹកបិចសូមអធិស្ឋានបាទដោយរំភើបនិងលបឿនបាទមិនចង់ខុសទេបាទរំភើបនឹងលបឿនចំណែកឯខ្សែទឹកខាងក្រៅបាទយ៉ាងម៉េចហើយស្រីសដកឲ្យបច្ចេកទេសគេបាទខៀវទឹកបិចលិចដោយចុងចង្វាពណ៌សបាទដកបន្តិចម្ដងណាតែមិនដឹងថាដកប៉ុណ្ណាទេលោកមេឃុំអើយលោកស្រីអើយខ្ញុំចាំមើលដកឲ្យ5 6 7ខ្ទង់បារមីឯកថែមលបឿននាឡកាមិនទាន់ចុចទេបារមីឯកថែមបាទពាក់កដាលទូកបាទអបអសាទរផងបាទអបអសាទរផងជាមួយនឹងស្រីសសុកមិនជើងទី1នេះគឺទទួលជ័យជំនះទៅលើបារមីឯកមានជ័យបាទគឺប្រហែលជា15ខ្ទង់បាទជា15ខ្ទង់ដែលគណៈកម្មការក្រុមការងារយើងចង់បានគឺអញ្ចឹងយើងអត់ចង់ឲ្យមានការប្រកួតដែលមកគឺបាត់ទូកទេយើងចង់ឲ្យមកគឺមកទាំងពីរអញ្ចឹងល្អមើលទោះចាញ់ទោះឈ្នះតិចចាញ់តិច
ចាញ់ច្រើនក៏នៅតែបន្តធ្វើដំណើរនៃការប្រកួតអានេះគេហៅ spirit ស្មារតីកីឡាយើងចូលរួមទាំងអស់គ្នាឥឡូវគូទី20លោកគ្រូម្ចាស់ផ្ទះទៀតហើយខ្សែទឹកខាងក្រៅដាច់បាត់ដាច់អីមកបច្ចេកវង្សាទៅចូលសែនជ័យខ្សែទឹកខាងក្រៅពុកអស័យមកជាមួយនឹងស្រីម៉ៅមានជ័យបាទដាច់បាត់ហើយបាទដាច់ហើយបាទឥឡូវនេះបច្ចេកវង្សាទៅចូលសែនជ័យនៅតែធ្វើបានល្អអញ្ចឹងបាទទទួលបានជ័យជំនះបន្តដាច់បាត់ហើយបាទជាមួយនឹងស្រីខ្មៅមានជ័យបាទឥឡូវយើងឃើញហើយមើលម្ចាស់ផ្ទះអត់ហូរអញ្ចឹងគឺទូកឈ្នះហើយបាទអូមួយដល់ទៅពេលឈ្នះដាច់ធ្វើស្ងាត់អត់ទេគាត់រំភើពេកផ្លេចហូរបាទដាច់ពេកថាឈ្នះដាច់ពេកបាទខ្ញុំបកណាក៏ដូចជាលោកចិត្តដែរសូមអរគុណអស់លោកមន្ត្រីបច្ចេកទេសមកពីមន្ទីរអប់រំយុវជននិងកីឡាខេត្តកណ្ដាលបាទហើយយ៉ាងណាអីកុំភ្លេចបាទគ្នាយើងចូលរួមសហការទាំងអស់គ្នាណាបាទ50ណា50អីគេ50ល្បឿនបាទឥឡូវយើងបន្តទស្សនាឥឡូវម្ចាស់ផ្ទះមួយទៀតមកហើយពីជ័យវង្សាទៅចូលសែនជ័យពុកអស័យណែសិតតែទូកខ្លាំងគូខ្លាំងឈ្មោះល្អជាមួយនឹងស្រីខ្មៅមានជ័យមកពីកំពង់7ដល់ពីរាំងខេត្តព្រៃវែងបាទប៉ះគ្នាឥឡូវយើងរងចាំមើលអូយបងអូបអើយបងករងទីសិនណាបងអើយអាលោកអើយតាអូបចេញមកគឺអាលោកទៅដល់ទូកនឹងហ្មងក្នុងខ្សែទឹកអូបាទបងគាត់ទៅជួយហ៎ឬក៏យ៉ាងម៉េចអូយបងអើយបងធ្វើស៊ីអារម្មណ៍ខ្ញុំម្លេះពុកម៉ែបងប្អូនក៏កំពុងព្រឺតពួរអាទូករបស់គាត់ឥឡូវយើងបន្តទស្សនាមកកុំឲ្យខាតពេលពីជ័យវង្សាទៅចូលសានជ័យខ្សែទឹកខាងក្នុងពណ៌ត្រួយជ័យដកអើយណែស្រីម៉ៅមានជ័យអត់បាច់ទៅអីយយមកលេងគ្នានេះបាត់ប្រហើគ្នាលឿនណាស់ដល់អីនឹងអាលោកផងមិញហ្នឹងអាលោកផងអូបបន្តិចផងមិញបាទអត់អីទេអ្នកលើដីទឹកគេដឹងច្បាស់តែម្ដងគេថាពេលដែលអាលោកយើងតាមរបៀបអាលោកឥឡូវទទួលបានជ័យជំនះហើយបានមួយជើងណាចាញ់មួយឈ្នះមួយស្មើបាទថ្ងៃខាងមុខបើថាមានសប្បុរសជនពុទ្ធបរិស័ទច្រើនហ្នឹងគុណសង5ជាន់មែនណាខ្ញុំមិននិយាយលេងទេបាទឥឡូវយើងបន្តទស្សនាគូពិសេសរបស់យើងបាទដែលជាគូទី4សម្រាប់ទុកវែងហើយជាគូទី19បាទសម្រាប់ក្នុងតារាងរបស់យើងពីជ័យកុមារទៅចូលសែនជ័យខ្សែទឹកខាងក្នុងម្ចាស់ផ្ទះបាទម្ចាស់ផ្ទះយ៉ាងម៉េចកាលពីជើងទី1គឺអត់ល្អទេឥឡូវយើងចាំមើលជើងនេះវិញមិនដែរជាមួយនឹងរតនសង្គមពងពាយអណ្ដែតសែនជ័យបាទបដូរខ្សែទឹកលទ្ធផលយ៉ាងម៉េចបាទសម្រាប់លទ្ធផលយើងរងចាំមើលបាទខ្ញុំក៏មិនដឹងថាយ៉ាងម៉េចដែរបាទឥឡូវមកឲ្យមកដល់ចំណុចនេះបាទខ្សែទឹកខាងក្នុងរតនសង្គមពងពាយបាទកំពុងតែធ្វើការបាទនាំមុខបាទឬប្រហែលគ្នាបន្តិចបន្តួចទេបាទមើលនឹងបាទចំណែកឯពីជ័យកុមារដែលចូលសែនជ័យម្ចាស់ផ្ទះយ៉ាងម៉េចហើយបាទមកហើយណាអូយលបឿនល្អដូចគ្នាមកលេងគ្នាមុខវេទិកាកិត្តិយសបាទម្ចាស់ផ្ទះគេកំពុងអត់ដេញហើយបាទមិនហើយនេះពីជ័យកុមារខ្សែទឹកខាងក្រៅរតនសង្គមពងពាយបាទដែនសែនជ័យអីអើយចែកគ្នាម្នាក់មួយជើងអើយបាទអូយកាលពីបាំងលើផ្ទៃទឹកសូមអញ្ជើញបាទតទៀតបាទតតាំងបន្តទៀតដោះយើងទៅបាទអរគុណណាស់សម្រាប់ការអ៊ំប៉ុណ្ណឹងយើងឃើញថាគូទុកងដែលជាទុកល្អឯករបស់យើងបានមក3គូនេះឃើញថាពុកម៉ែបងប្អូនរបស់យើងកំពុងតែគេថា
បំវែគេហៅថាអារម្មណ៍បណ្ដែតទៅលើទូកខ្លីមកទូកវែងនេះកាន់តែស្រស់ស្អាតលោកគ្រូមើលនេះបាទនៅលើការផ្ដិតយករូបភាពបាទពីក្រុមការងាររបស់យើងឯនេះវិញ អូ បាទ ឃើញ មែនទែន សរសើរខ្ញុំសរសើរកាមេរ៉ាមែនបានតែយករូបភាពគឺយកល្អមែនទែនពីចាប់ផ្ដើមចេញដំណើរ បាទ បាទគឺល្អមែនទែនចាប់ផ្ដើមអញ្ចឹងកាមេរ៉ាហ្នឹងគួរតែឲ្យរង្វាន់គាត់បាទឡើងរិញងាកហ្នឹងក៏បានដែរបាទ អូអស់តោះឥឡូវយើងរងចាំមើលណាបាទគូជាបន្តគូទី4ទូកវែងបាទ បាទគូទី19សម្រាប់ទូកវែង បាទ 4 ម្ចាស់ផ្ទះម្ចាស់ផ្ទះមកហើយ អូម្ចាស់ផ្ទះ ពិជ័យកុមារទៅចូលសែនជ័យមក អូ ម្ចាស់ផ្ទះ អបអរសាទរ ឥឡូវសុំ ម្ចាស់ សុំ ម្ចាស់ផ្ទះ សុំហ្វេនម្ចាស់ផ្ទះហូរមួយមក បាទ អូ ម្ចាស់ផ្ទះតាមដានពាក់ផ្លាកលេខ043ទឹកខាងក្នុងពីជ័យកុមារដែលចូលសែនជ័យបាទទុកអស័យខ្សាច់កដាលខ្សែទឹកខាងក្រៅពាក់ផ្លាកលេខ050រតនសង្គមពងពាយអណ្ដែតសែនជ័យពងពាយអណ្ដែតតែអណ្ដែតស្អាតឈ្មោះទេ បាទមកពីភៀមចូលព្រៃវែងមកពីព្រៃវែង ឥឡូវយើងមើលបាទសព័ន្ធភាពខុសគ្នាបាទលបឿនក៏ខុសគ្នាដែរឥឡូវនេះហើយទីកន្លែងក៏ខុសគ្នាដែរ បាទ ប៉ុន្តែឥឡូវមកអ៊ំបណ្ណាំងគ្នាមើលជាមួយគ្នាឥឡូវខ្សែទៅខាងក្រៅ គ្នា រតនៈសង្គមពងពីអណ្ដែតសែនជ័យឯកសន្តានពណ៌រៀងសបកពងមាន់ណាចុងចង្វាស លឿងខ្ចី រំលេចល្អណា រំលេចពណ៌គួរណាល្បឿន ហើយពីជ័យក៏មកទៅចូលសែនជ័យយើងនេះវិញ អណ្ដែត អូយដកតនឬមិនតនដកនេះកំពុងតែដកឲ្យម្ដងហ្នឹង ពងពាយអណ្ដែតថែមឡើង ថែមអើយ បាទជ័យ តនឬ ថែ មិន ម ត ឡើង នអើយបើឲ្យ យ៉ាងណាដែរ អត់ នៅ ត ស ន ល់ ទេ 6បាទអូបាទចូលរួមសោកស្ដាយផងបាទអត់អីទេគាត់លើកចង្វានៅពេលនេះឃើញថាខ្សែទឹកខាងក្រៅគូទី19អបាលមិញនេះគឺរតនសង្គមពងពាយអណ្ដែតសែនជ័យដែលទទួលជ័យជំនះទៅលើម្ចាស់ផ្ទះ គូទៀតបាទខ្សែទឹកខាងក្នុងព្រះទីនាងព្រះទីនាងគឺមកពីបាវត្តព្រែក7សង្កាត់ព្រែក7យើងក្រុងអរិយស័ព្ទតែទឹកខាងក្រៅកាលពីជើងទី1ដូរមកខាងក្នុងបុប្ផាសួស្ដីធបដីតេជះតែទឹកខាងក្នុងទទួលបានជ័យជំនះកាលពីជើងទី1ឥឡូវដូរទៅខាងក្រៅវិញអញ្ចឹងលទ្ធផលដូចជាមិនព្រួលប្រែទេលទ្ធផលយើងឃើញថាខ្សែទឹកខាងក្រៅនៅតែធ្វើបានល្អដដែលទេកំពុងតែនាំមុខបាទនាំមុខបុប្ផាសួស្ដីធបដីតេជះបាទនៅខ្សែទឹកខាងក្រៅល្អមែនតើបាទដាច់ទៅលើដៃគូហើយសម្រាប់ការអុំបណ្ណាំងនៅក្នុងជើងទី2បាទអរគុណណាស់នេះគេហៅថាអ្នកជំនាញណាបើទោះបីជាមានបញ្ហាពងឬដាច់បាទគេហៅថាខ្សែបន្ទាត់ប៉ុន្តែគាត់នៅប្រកាន់ខ្សែទឹកគាត់ល្អណាស់បាទអញ្ចឹងយើងឃើញហើយទទួលបានជ័យជំនះហើយបុប្ផាសួស្ដីធបដីតេជះទទួលបានជ័យជំនះជើងទី2ជាបន្តឥឡូវគ្នាបាទយើងបន្តទៅទស្សនាគូបន្តទៀតបាទបុប្ផាសួស្ដីធបដីតេជះដែលមកពីព្រែកកុយបាទឥឡូវនេះព្រែកកុយល្អណាស់ណាដាច់បាត់ហើយបាទចាប់ដើមឡើងលឿនមែនទែនព្រះទីនាងព្រែក7អមិនហើយគុណម្ចាស់អើយបាទឥឡូវនេះគេទៅទៀតហើយគេមកហើយគេទៅហួសទៀតអើយទៅបាត់ហើយដាច់បាត់ហើយដាច់បាត់ហើយឥឡូវនេះយើងឃើញហើយបាទបុប្ផាសួស្ដីធបដីតេជះទទួលបានជ័យជំនះតែមិនថ្មីទេជើងទី1បាទជើងទី1នៅមួយជើងទៀតបាទ គឺសម្រាប់ទូកវែងនោះបាទ គូជាបន្ត តទៀតគូទី30 បាទគូទី30ខ្សែទឹកខាងក្នុងមហិទ្ធិរិទ្ធបាទកំផែងបាទកំផែងជ័យបារមីបាទវត្តស្វាយអណ្ដែតបាទបដូរខ្សែទឹកលទ្ធផលយ៉ាងម៉េចមហានសាយផ្លោះដាច់បាត់ បាទមហាទន្សាយប្លោះទៀតបាទប្លោះក្នុងទឹក មហានសាយនឹងហាក់ដូចជាមកលឿនជាងបាទឥឡូវយ៉ាងម៉េចហើយបាទឥឡូវទៅណាដីបាទ ច្រាំងមែនទេណា បាទ មហិទ្ធិរិទ្ធណាគឺគាត់គៀកមកច្រាំងគោរពបច្ចេកទេសបានល្អមែនទេ បាទ
បាទគាត់មកនៅច្រាំងនេះចឹងបងទូកយើងចូលមកក្នុងគៀកតិចមកបាទឥឡូវនេះមហានសាយផ្លោះនេះគាត់មិនបាញ់និយាយទេបាទនៅលើទឹកនេះគាត់ផ្លោះរហូតនេះបាទផ្លោះនោះផ្លោះអរគុណណាស់ដកបងអៀនមីងឡុងមិញនេះឧបត្ថម្ភមួយបងលោកគ្រូមួយខ្ញុំម្នាក់$50ហើយនឹងកាហ្វេដាវបាទឥឡូវនេះឈ្នះទៀតហើយបងអើយបាទមហានសាយផ្លោះបាទដាច់បាត់បាទឥឡូវដាច់បាត់ហើយទទួលបានជ័យជំនះបន្តនៅក្នុងជើងទី2បាទអ្នកស្វ័យណែតប្រឹងប្រែងបន្ថែមទៀតនៅថ្ងៃស្អែកខ្ញុំជឿជាក់ថាចំណុះទូកទាំងអស់ស្អែកមិនមានអ្នកអវត្តមានទេបាទដោយសារបងប្អូនទាំងអស់នៅបន្តចូលរួមបានន័យថាយើងមកក៏ច្រើនយើងពេលយើងឥឡូវយើងមើលណែ បងប្អូនខាង ម ស្វា ហា យ សាយនេះមិនធម្មតាទេមហាសាយផ្លោះបាទឥឡូវយើងមើលអរគុណណាស់បងបាទបងអៀនមីងឡុងបាទដល់មកនឹងមកហើយមកមានកាហ្វេមាននំមានអីឧបត្ថម្ភ ស្វាយ ឥ ឥ ឡូ ឡូ វ វលោកចៅសកាត់បុនថៃមកដែរ បាទដឹងទេ មិនហើយលោក អ្នកស្វាយណែតឥឡូវលបឿនយ៉ាងម៉េចបាទលបឿនយ៉ាងម៉េចដែរមហារុនសាយផ្លោះឯកស្ថានពណ៌ក្រហមលឿនដកហើ បានទេ យ មហានសាយបាទមិនធម្មតាទេមហានសាយផ្លោះហ៎ ជើងឯក បាទជើង កា ឯ បើ កបាទ បើមហាសាយចូលសែនជ័យជើងឯក ជើង 2023 ឯកអូបាទអ្នកនេះដកហើយបាទគឺមហាទុនសាយបានដកជាមួយមហិទ្ធិឫទ្ធិកំហែងជ័យបារមីវត្តស្វាយដែតបាទមិនចាញ់ទេតែមិនទាន់ឈ្នះអើយពេលលោកប៊ុនថៃអើយបាទគឺមិនទាន់ឈ្នះការឈ្នះនៅតែឈ្នះរតនសម័យដដែល បាទយើងបន្តទៅគូទី23បាទសៀសែនជ័យបារមីតេជះការបញ្ជើងទី1នៅខ្សែទឹកខាងក្នុងឥឡូវបដូរទៅខាងក្រៅវិញបាទគូខ្លាំងហើយចាំមើលមហាកហឹមមិនដែរមហាខ្លាករឹមបាទធប់បដី អុកញ៉ាសាច់ជឿគាត់ជួយទៅតែគាត់តាមដានពេក បាទតាមដានពេក គាត់តាមដានពេក ឥឡូវមហាខ្លាករហឹមធប់បដីកំពុងតែនាំមុខបាទនាំមុខបន្តិចបន្តួចទេ បាទមិនហើយបងប្អូនខាងខ្លាករហឹមមកស្រុកបាធាយស្រុកជាមួយខ្ញុំតា បងសៀននាំមុខច្រើនមែនទេ មែនបា ឥឡូវដកហើយមហាខ្លាករហឹមធប់បដីដក កំពុងតែដកនេះ យ៉ាខ្លាករហឹម កុំលេងយ៉ា កុំលេងជាមួយខ្លាករហឹម ណែ អាយ៉ាអាយ៉យអាយ៉ាបាទខ្លាករហឹមលេងវិញម្ដងហើយ រមីដែលជារបស់លោកអង្ញាផ្ទាល់ឯកសណ្ឋានពណ៌បៃតងចុងច្បារពណ៌សកំពុងតែបាក់បោះមួយដងគឺអ្នកប្រែក ឃើញ លីវ ឯកសន្តានក៏ដឹងដែរ អ្នកប្រែកលីវកងមាសជាមួយនឹងមហាខ្លាករហឹមអីយយបាទឥឡូវចាំមើលប៉ះគ្នាអាម៉េចដែរ បាទខ្លាករហឹមមកពីខាងស្រុកកណ្ដាលខ្ញុំ បាទ បាធាយ បាទប៉ះគ្នាល្អណាស់ណាប៉ះគ្នាអ្នកកំពុង នៅ ឈាម ស្រុកបាធាយ បាទចែកគ្នាមកជំនាញម្នាក់ បាទចាំ អូ មើល ឥឡូវចាំមើលលេងគ្នាយ៉ាងម៉េច កំពុង ដែរ ចាំដូចគ្នា បាទកំពុងចាំ ស្រុ ដូច ក គ្នា កងមាសហើយនឹងស្រុកបាធាយ បាទឥឡូវយើងឃើញថា ជាប់គ្នាទេ ទភាពនៃការចាក់អុំយោងទាំងពីរនេះប្រហែលគ្នាល្អប្រហែលនេះមែន វា ទេ សែនជ័យដកក៏ប៉ុន្តែ ឥឡូវលោកគ្រូថែមខាងណា ខ្ញុំយកខាងឈ្នះចុះ អើយជំនាញ អត់ទេចាំមើលមើល ខ្ញុំបើខ្ញុំវិញឲ្យតែអ្នកដល់ទីខាងខ្ញុំហ៎ អាយ៉ា ឥឡូវយើង ហឹមមិនធម្ម យើង តា ឃើញ ដែរ ដែរខ្លាក៏ហឹមខ្សែទឹកខាងក្រៅឯកសណ្ឋានពណ៌លឿង ទឹកខាងក្រៅអាយពណ៌លឿង ខ្សែទឹកខាងក្នុងសៀសែនជ័យបារមីដែលជាអាវបៃតងលេងណា លេងអាពេលចិត្ត ដកហើយ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  ដកហើយ ដកហើយ អី ដកឲ្យលោកញ៉ាំ ណា ដកហើយខ្ញុំថាដកឲ្យឃើញទេ ដក មែនទេ 1 2 សង្កត់បាល់4ខ្ទង់ បាទអឺ 4 5ខ្ទង់ហ្នឹងមានម៉ាន